ប្រទេសជប៉ុនពីប្រទេសឯកោក្លាយជាមហាអំណាចពិភពលោកអស់រយៈពេលជាង200ឆ្នាំចាប់ពីដើមសតវត្សទី17មកជប៉ុនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសាកូណាតូកូគូកាវ៉ាដែលបានអនុវត្តនយោបាយឯកោនិយមទំនាក់ទំនងបរទេសស្ទើរតែទាំងអស់ត្រូវបានកាត់ផ្តាច់លើកលែងតែការធ្វើជំនួញបន្តិចបន្តួចជាមួយប្រទេសចិននិងប្រទេសហូឡង់ប៉ុណ្ណោះជប៉ុនបានរក្សាអត្តសញ្ញាណវប្បធម៌និងរបៀបគ្រប់គ្រងតាមបែបសក្តិភូមិរបស់ខ្លួនយ៉ាងរឹងមាំតែក្នុងពេលជាមួយគ្នានេះពិភពលោកខាងលិចកំពុងអភិវឌ្ឍខ្លួនយ៉ាងលឿនភាពឯកោនេះត្រូវបានបញ្ចប់យ៉ាងគំហុកនៅក្នុងឆ្នាំ1853នៅពេលដែលកងនាវាចម្បាំងអាមេរិកដឹកនាំដោយឧត្តមនាវីម៉ាឈូផឺរីបានចូលមកដល់ឈូងសមុទ្រជប៉ុនហើយបង្ខំឲ្យជប៉ុនបើកប្រទេសការគំរាមកំហែងដោយកម្លាំងយោធានេះបានដាស់ស្មារតីមេដឹកនាំជប៉ុនឲ្យឃើញពីភាពទន់ខ្សោយនិងភាពយឺតយ៉ាវរបស់ខ្លួនធៀបនឹងបច្ចេកវិទ្យានិងកម្លាំងយោធារបស់លោកខាងលិចពួកគេដឹងថាបើមិនផ្លាស់ប្ដូរទេជប៉ុននឹងក្លាយជាប្រទេសដែលគេដាក់អាណានិគមនៅឆ្នាំ1868ចលនារដ្ឋប្រហារនយោបាយមួយបានកាត់ឡើងដែលគេស្គាល់ថាបដិវត្តន៍មេជីរបបសុគន្ធត្រូវបានព្រួលរលំហើយនយោបាយត្រូវបានប្រគល់ជូនព្រះចៅអធិរាជមេជីវិញនេះជាការចាប់ផ្ដើមនៃយុគសម័យនៃការផ្លាស់ប្ដូរដ៏ធំសម្បើមគោលដៅរបស់រដ្ឋាភិបាលថ្មីគឺការពង្រឹងកម្លាំងយោធានិងការពង្រឹងសេដ្ឋកិច្ចជាតិជប៉ុនបានសម្រេចចិត្តរៀនសូត្រពីលោកខាងលិចដោយលឿនបំផុតដើម្បីប្រែក្លាយប្រទេសពីសក្តិភូមិទៅជាប្រទេសឧស្សាហកម្មទំនើបបើយើងក្រឡេកទៅមើលផ្នែកនយោបាយពួកគេបានបង្កើតរដ្ឋធម្មនុញ្ញនិងប្រព័ន្ធនយោបាយតាមបែបអាល្លឺម៉ង់ចំណែកឯផ្នែកសង្គមវិញប្រព័ន្ធសក្តិភូមិនិងឋានៈសាមរ័យត្រូវបានលុបបំបាត់ចោលការអប់រំត្រូវបានបង្ខិតបង្ខំឲ្យមានលក្ខណៈទូទៅរីឯផ្នែកសេដ្ឋកិច្ចរោងចក្រទំនើបប្រព័ន្ធផ្លូវដែកទូរលេខនិងស្ថាប័នធនាគារត្រូវបានបង្កើតឡើងការកែតម្រង់យ៉ាងលឿននេះបានធ្វើឲ្យជប៉ុនក្លាយជាមហាអំណាចអាស៊ីតែមួយគត់ក្នុងរយៈពេលតែប្រមាណទសវត្សរ៍ប៉ុណ្ណោះនៅចុងសតវត្សរ៍ទី19និងដើមសតវត្សរ៍ទី20ជប៉ុនបានបង្ហាញកម្លាំងយោធារបស់ខ្លួនតាមរយៈជ័យជំនះក្នុងសង្គ្រាមលើប្រទេសចិនរវាងឆ្នាំ1894ដល់ឆ្នាំ1895និងលើប្រទេសរុស្ស៊ីក្នុងឆ្នាំ1904ដល់ឆ្នាំ1905ដែលធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលការរីកចម្រើនយ៉ាងឆាប់រហ័សបានជំរុញឲ្យជប៉ុនមានមហិច្ឆតាចក្រពត្តិនិយមជប៉ុនបានចាប់ផ្ដើមពង្រីកទឹកដីដោយកាន់កាប់កូរ៉េតៃវ៉ាន់និងផ្នែកខ្លះនៃប្រទេសចិនដោយជឿថាខ្លួនត្រូវត្រួតត្រាអាស៊ីដើម្បីធានាធនធាននិងសន្តិសុខនៅឆ្នាំ1941ជប៉ុនបានចូលរួមក្នុងសង្គ្រាមលោកលើកទី2ជាសម្ព័ន្ធមិត្តត្រីភាគីដោយបានវាយប្រហារលើកំពង់ផែ Pearl Harbor របស់អាមេរិកទោះបីជាជប៉ុនទទួលបានជ័យជំនះដំបូងយ៉ាងធំធេងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដោយក៏កម្លាំងសេដ្ឋកិច្ចនិងឧស្សាហកម្មរបស់ខ្លួនមិនអាចប្រៀបផ្ទឹមនឹងកម្លាំងសម្ព័ន្ធមិត្តបានឡើយសង្គ្រាមបានបញ្ចប់នៅក្នុងខែសីហាឆ្នាំ1945បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគីនេះគឺជាការបរាជ័យដ៏ធំធេងបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុនដែលនាំទៅដល់ការកាន់កាប់ដោយកងកម្លាំងសម្ព័ន្ធមិត្តក្រោយសង្គ្រាមជប៉ុនស្ថិតក្នុងភាពទន់ខ្សោយតែបានអនុម័តរដ្ឋធម្មនុញ្ញថ្មីមួយនៅក្នុងឆ្នាំ1947ដែលចែងថាជប៉ុនជាប្រទេសប្រជាធិបតេយ្យនិងលះបង់ចោលសិទ្ធិធ្វើសង្គ្រាមក្រោមការត្រួតត្រារបស់សម្ព័ន្ធមិត្តនិងស្មារតីតស៊ូរបស់ប្រជាជនខ្លួនជប៉ុនបានងើបឡើងវិញដោយអភូតហេតុក្នុងទសវត្សរ៍ឆ្នាំ1950ដល់1980ជប៉ុនបានជួបប្រទះនៅអច្ឆរិយភាពសេដ្ឋកិច្ចជប៉ុនបានបដូរគោលដៅពីការផលិតអាវុធទៅជាការផលិតទំនិញដែលមានគុណភាពខ្ពស់ដូចជារថយន្ត Toyota Honda គ្រឿងអេឡិចត្រូនិក Sony Panasonic និងបច្ចេកវិទ្យាទំនើបសប្តាហ៍ថ្ងៃនេះជប៉ុនគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចមួយក្នុងចំណោមប្រទេសដែលជឿនលឿនជាងគេលើពិភពលោកជប៉ុនបានក្លាយជាគំរូនៃប្រទេសមួយដែលចេះកែប្រែពីមហាអំណាចយោធាដែលបរាជ័យទៅជាមហាអំណាចសន្តិភាពនិងបច្ចេកវិទ្យាដែលមានវប្បធម៌ប្រពៃណីដ៏សម្បូរបែបនិងការច្នៃប្រឌិតទំនើបប្រវត្តិសាស្ត្រគឺជាសក្ខីភាពមួយអំពីសមត្ថភាពរបស់មនុស្សជាតិក្នុងការរៀនសូត្រសម្របខ្លួននឹងការកសាងឡើងវិញពីភាពឯកោភាពបរាជ័យ
រហូតក្លាយជាប្រទេសមួយដែលជះឥទ្ធិពលដល់ពិភពលោក